សូមស្វាគមន៍ចំពោះការមកកាន់មេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតទៅជាមួយនឹងការប្រើប្រាស់ទៅលើ Chris Tool នៅក្នុងកម្មវិធី Autodesk Maya សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Autodesk Maya សម្រាប់ Chris Tool វាគឺជាឧបករណ៍មួយប្រើដើម្បីធ្វើការបង្កើតឲ្យ object នោះគឺវាមានជ្រុងនៅពេលដែលយើង apply ទៅលើ smooth ឬក៏ subdivision អូខេអញ្ចឹងខ្ញុំចូលទៅអនុវត្តដល់គ្នាឧបមាថាខ្ញុំបង្កើតទៅលើគូបមួយរបៀបនេះអញ្ចឹងគូបនេះគឺបើយើងពិនិត្យមើលវាមាននេះគឺជាជ្រុងរបស់វាឥឡូវយើងធ្វើការ apply ទៅលើ subdivision គឺយើង click លើវាមកហើយយើងចុចទៅលើលេខ3អញ្ចឹងយើងឃើញថាវា smooth ឃើញគឺវា smooth ទាំងអស់របៀបអញ្ចឹងឥឡូវប្រសិនបើករណីដែលយើងចង់ឲ្យវាមានជ្រុងអញ្ចឹង Chris Tool ហ្នឹងគឺយើងចង់ឲ្យ object ហ្នឹងគឺវាមានជ្រុងស្តៀងឬក៏ប្រហាក់ប្រហែលជាមួយនឹង object ចាស់របស់យើងមុនយើងធ្វើការ apply ទៅលើ subdivision លើចុចលេខ1វិញធម្មតាប្រសិនបើករណីដែលយើងចង់ឲ្យវាមានជ្រុងខ្លះគឺយើងបន្ថែមទៅលើ edge loop អញ្ចឹងយើងចូលទៅបន្ថែមទៅលើ edge loop គឺយើងចូលមក mesh tool click ទៅលើ insert edge loop អញ្ចឹងយើង click លើវាមកនេះ click បន្ថែមវាកន្លែងណាយើងចង់ឲ្យវាមានជ្រុងហ្នឹងអូខេខ្ញុំដាក់ប៉ុណ្ណាហើយខ្ញុំដាក់វាកន្លែងនេះហើយនឹងកន្លែងនេះអូខេអញ្ចឹងឥឡូវខ្ញុំចូលទៅធ្វើការនេះខ្ញុំចូលមក object mode វិញខ្ញុំ click លើវាមកខ្ញុំចុចទៅលើលេខ3ដើម្បីឲ្យវា subdivision ឲ្យវា smooth របៀបនេះអញ្ចឹងយើងឃើញគឺវាចេញជ្រុងរបៀបហ្នឹងអញ្ចឹងអានឹងគឺយើងប្រើប្រាស់ទៅលើ edge loop ឥឡូវនេះយើងប្រើប្រាស់ទៅលើ Chris Tool ម្ដងឥឡូវខ្ញុំចុច Ctrl Z ដើម្បី back វាមកវិញឥឡូវខ្ញុំចុចលេខ1សិនហើយខ្ញុំ back ខ្ញុំដោះទៅលើ Ctrl Z ដើម្បីធ្វើការឲ្យវាមកដូចដើមវាវិញអូខេគឺបានប៉ុណ្ណឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើការចុចទៅលើលេខ3ដើម្បីធ្វើការ apply ទៅលើ subdivision ចុចលេខ3មកគេវា smooth ឥឡូវនេះខ្ញុំអត់ប្រើប្រាស់ទៅលើ insert edge loop ទេគឺខ្ញុំប្រើប្រាស់ទៅលើ Chris Tool អញ្ចឹងគឺខ្ញុំចង់ឲ្យកន្លែងនេះគឺវាមានជ្រុងអញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការ click ទៅលើ mouse ខាងស្ដាំមកហើយយើងយកពាក្យថា edge អញ្ចឹងយើង click ទៅលើ edge មកអូខេ click លើ edge ពវល់វាមកអញ្ចឹងខ្ញុំចង់ឲ្យវាមានជ្រុងបន្តមកទៀតគឺយើងចូលទៅ tool របស់យើងគឺ Chris Tool click លើវាមកបន្តមកទៀតគឺយើងគ្រាន់តែ click ទៅលើកង់ម៉ាស់ហើយអូសវាអូសដើម្បីចេញជ្រុងឃើញវាចេញជ្រុងឲ្យយើងឥឡូវនេះមួយទៀតខ្ញុំចង់ឲ្យវាចេញជ្រុងកន្លែងហ្នឹងគឺខ្ញុំធ្វើការ select លើវាសិនមកចុចទៅលើ shift key select ទៅលើជ្រុងដែលយើងចង់ទាញវាឲ្យវាបង្កើតជ្រុងឲ្យយើងកុំឲ្យវា smooth ខ្លាំងពេកឲ្យវានៅរក្សាជ្រុងរបស់វាអញ្ចឹងគឺយើងចូលទៅកន្លែងmesh tool យកពាក្យថា Chris Tool បន្តមកទៀតគឺយើង click កង់មកជាប់ហើយអូសឃើញអត់វាចេញជ្រុងឲ្យយើងហើយអានេះម្ដងទៀតយើង click ឡើងនេះហើយនៅនេះបន្តមកទៀតគឺយើងចូលទៅ mesh tool យើងយកពាក្យថា Chris Tool ហើយយើង click កង់មកហើយអូសវាតាមនោះអានេះយើងចឹងដែរបើសិនបើយើងពីមុនបើសិនបើយើងអត់ទាន់ចេះប្រើប្រាស់ទៅលើ Chris Tool គឺយើងប្រើប្រាស់ទៅលើ edge loop គឺយើង insert edge loop ដើម្បីឲ្យវាមានជ្រុងប៉ុន្តែ Chris Tool នេះគឺវាអាចជួយយើងឲ្យបង្កើត object បង្កើតជ្រុងនឹងបានដែរដោយយើងគ្រាន់តែ select ទៅលើជ្រុងនឹងមកហើយយើងចូលទៅ activate ទៅលើ Chris Tool ហើយយើង click ទៅលើកង់ម៉ាស់ហើយអូសវារបៀបនេះយើងឃើញអត់ឥឡូវខ្ញុំធ្វើការចុចទៅលើលេខ1វិញនេះតែពិតគឺយើងអត់បាន insert edge loop ទេឥឡូវមួយទៀតខ្ញុំធ្វើការខ្ញុំ click ទៅលើ mouse ខាងស្ដាំហើយយក object ខ្ញុំអូសវាចេញក្រៅសិនខ្ញុំបង្កើតទៅលើ Terra មួយចឹងខ្ញុំ click ទៅលើនេះ Terra ឬវាដូចជា donut ចឹងខ្ញុំចុចទៅលើ sortie ដើម្បីបង្ហាញផ្ទាំងនេះហើយខ្ញុំកំណត់វាឥឡូវអានេះខ្ញុំដាក់វា4ហើយខ្ញុំ4ដែរអូខេបន្តមកទៀតអានេះខ្ញុំធ្វើការបង្វិលវាបន្តិចខ្ញុំបង្វិលវាចឹងខ្ញុំចូលមកកន្លែងនេះមកខ្ញុំបង្វិលវាតាម axis
y ខ្ញុំដាក់វា45ខ្ញុំឲ្យលេខ45ចូលហើយ enter អូខេតទៅទៀតគឺខ្ញុំ click ទៅលើម៉ាសស្ដាំខ្ញុំយកពាក្យថា vertex សំពងដល់ខ្ញុំចុច control click ទៅលើម៉ៅខាងស្ដាំយកពាក្យ vertex អូខេហើយយើងដូរទៅលើ workspace របស់យើងនេះខ្ញុំដាក់មើលពីខាងលើខ្ញុំ select ជួរនេះហើយខ្ញុំប្រើប្រាស់ទៅលើ move tool ខ្ញុំទាញវាមកខាងនេះខ្ញុំទាញមកខាងនេះដែរអូខេហើយខ្ញុំទាញវាឡើងទៅលើធំរបៀបនេះឧទាហរណ៍យើងមានស៊ុបមួយរបៀបអញ្ចឹងយើងចង់ឲ្យវា smooth ដែរក៏ប៉ុន្តែយើងក៏ចង់ឲ្យវានៅរក្សារូបរាងជ្រុងវាអញ្ចឹងខ្ញុំចូលមក perspective វិញហើយខ្ញុំ click ទៅលើម៉ៅខាងស្ដាំមកជាប់ហើយយកពាក្យថា object ចឹងយើងពិនិត្យមើលនេះអញ្ចឹងយើងចាប់ផ្ដើមធ្វើការ apply ទៅលើ subdivision ដើម្បីឲ្យ object នឹងគឺវា smooth អញ្ចឹងយើង click លើវាមកហើយយើងចូលចុចលេខ3ចឹងឃើញគឺវានឹង smooth របៀបនេះអញ្ចឹងគឺយើងចង់បង្កើតឲ្យ object នឹងគឺវានៅរក្សារូបរាងរបស់វាដោយប្រើប្រាស់ទៅលើ crease tool អញ្ចឹង crease tool នឹងគឺវាបង្កើតជ្រុងឲ្យយើងប្រហាក់ប្រហែលជាមួយនឹង object ចាស់របស់យើងដោយយើងអត់ចាំបាច់ត្រូវការ insert ទៅលើ edge loop ខ្ញុំមានអារម្មណ៍នេះពិបាកបញ្យល់បន្តិចអានឹងវាអូខេឥឡូវគឺខ្ញុំគ្រាន់តែ click ទៅលើម៉ៅខាងស្ដាំមកជាប់យើងយកពាក្យថា edge ហើយយើង double click ហ្នឹងជ្រុងមួយណាក៏បានដែលយើងចង់ឲ្យវាចេញជ្រុងឥឡូវខ្ញុំ double click អានេះមកអូខេបន្តមកទៀតគឺយើងចូលទៅ mesh tool ហើយយើងយកពាក្យថា crease tool អូខេយើង click ទៅលើកង់មកជាប់ហើយយើងអូសវាឃើញវាចេញជ្រុងឲ្យយើងអានេះខ្ញុំបង្វិលវាហើយខ្ញុំចង់ឲ្យជ្រុងនេះគឺវាចេញដែរគឺខ្ញុំ double click មកហើយខ្ញុំចូលមក mesh tool crease tool click កង់មកជាប់ហើយអូសវាឃើញអត់វា smooth នេះវាចាប់ដើម smooth ហើយក៏ប៉ុន្តែជ្រុងយើងបង្កើតជ្រុងដោយប្រើ crease tool នឹងអូខេនេះម្ដងទៀតខ្ញុំ double click ហើយខ្ញុំចូលមក mesh tool crease tool click កង់មកជាប់ហើយអូសវានេះអញ្ចឹងដែរ click ទៅលើកង់មកជាប់ហើយអូសវាអូខេចេញឃើញអត់ហើយបើសិនបើករណីយើងចង់ធ្វើការឲ្យជ្រុងនេះចេញជ្រុងទៀតគឺយើងគ្រាន់តែ double click លើវាមកដើម្បីវា select ជាលក្ខណៈ loop ចឹងយើង double click លើវាអូខេខ្ញុំចូលមក mesh tool យកពាក្យថា crease tool មក click ទៅលើកង់មកជាប់ហើយអូសវាឃើញវាចេញជ្រុងឲ្យយើងអានេះម្ដងទៀត double click ចូលមក mesh tool ហើយយើងយកពាក្យថា crease tool click ទាញវាឲ្យវាចេញជ្រុងអូខេហើយមួយទៀតចុងក្រោយគេគឺជ្រុងនេះ double click ចូលមក mesh tool crease tool click ទាញវាឃើញទេអញ្ចឹងគឺយើងពិនិត្យមើលលើខ្ញុំចុចលេខ1ដើម្បីឲ្យមកលក្ខណៈដើមវាវិញឃើញអត់អានេះគឺលក្ខណៈដើមរបស់វាមានន័យថាយើងអត់បន្ថែមទៅលើ edge loop ទេដើម្បីឲ្យវានៅរក្សាជ្រុងរបស់វាដូចដើមប៉ុណ្ណេះគឺយើងប្រើប្រាស់ទៅលើ crease tool អញ្ចឹង crease tool គឺយើងគ្រាន់តែ click ទៅលើកង់ម៉ៅខាង click ទៅលើកង់ម៉ៅជាប់ហើយអូសវាមកវានឹងចេញជ្រុងឲ្យយើងអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ crease tool នៅក្នុងកម្មវិធី Autodesk Maya សូមអរគុណសូមជម្រាបលា